សម្លស្ងោរតឡាចរដងធ្លាប់តែស្ងោរឆ្អឹងជ្រូកមែនអត់បងប្អូនតោះថ្ងៃនេះគឺមកស្ងោរជាមួយសាច់ជ្រូក3ជាន់ប៉ុន្តែរសជាតិគឺឆ្ងាញ់ដូចតែឆ្អឹងជ្រូកទេតោះឥឡូវរៀបចំធ្វើទាំងអស់គ្នាជាដំបូងខ្ញុំធ្វើការចិតតឡាចរបស់ខ្ញុំគឺថាខ្ចីល្អខ្លាំងមែនតើបងប្អូនហើយរសជាតិវាក៏ឆ្ងាញ់ដែរបន្ទាប់ពីចិតហើយខ្ញុំក៏មកទុកវាម្ល៉េះសិនហើយខ្ញុំក៏មកហាន់សាច់ជ្រូក3ជាន់របស់យើងសម្រាប់សាច់ជ្រូក3ជាន់វាមានជាតិខ្លាំងមែនតើបងប្អូនដោយសារតែវាមានជាប់ខ្លាញ់ជាប់សាច់ចឹងណាហើយបន្តមកទៀតខ្ញុំក៏មកចិញ្ច្រាំខ្ទឹមសតឥឡូវយើងមករៀបចំស្លទាំងអស់គ្នាជាដំបូងខ្ញុំធ្វើការដាក់ប្រេងអូលីវហើយខ្ញុំបំពងខ្ទឹមជាមួយសិនដើម្បីឲ្យវាឈ្ងុយសម្រាប់ស្លស្ងោរគឺបងប្អូនអាចធ្វើបានច្រើនរបៀបយើងបាច់ចាំបំពងខ្ទឹមក៏បានដែរប៉ុន្តែខ្ញុំចង់ចិត្តឈ្ងុយចឹងខ្ញុំបំពងខ្ទឹមហើយដាក់សាច់ជ្រូកយើងចូលបន្តហើយយើងដាក់គ្រឿងសម្រាប់គ្រឿងដាក់ទឹកត្រីអំបិលប៊ីចេងស្កររ៉ូឌីតែប៉ុណ្្នឹងទេបងប្អូនបាច់ដាក់ប្រេងខ្យងទេហើយស្ងោររបស់យើងគឺមានឆៃថាថ្ងៃនឹងអត់ប្រើការ៉ុតទេតបហើយខ្ញុំក៏ដាក់តឡាចូលជាមួយនឹងឆៃថាដើម្បីឲ្យវាឆ្អិនជាមួយនឹងគ្នាតែម្ដងតបហើយទឹកស្លរបស់យើងទុកប្រហែលជា10ទៅ15នាទីទេបងប្អូនហើយស្លរបស់យើងគឺថាឆ្អិនរួចរាល់ហើយមើលតែពណ៌គឺថាល្អខ្លាំងមែនតើបងប្អូនហើយរសជាតិក៏ឆ្ងាញ់ដែរសម្រាប់វីដេអូមានតែប៉ុណ្្នឹងឯងបងប្អូនបាយបាយ